តបផ្ទះដាំបាយលីងចានអីហ៎ចាម៉ែខ្ញុំដឹងហើយអីគិតថតឲ្យឃើញបោះម៉ែកុំឃ្លានបាយណាកាលណាមីខ្រាច់ចនាវាយកបាយយើងហូបចាំម៉ែហៅវាឲ្យវើមានរចនាខាងឯងឆាប់យកបាយកូនបើកូនវាយើងស៊ីចាម៉ែចាំកូនផលិតបាយទឹកឲ្យម្អាងហូបនេះម៉ែបាយដល់ហើយម្ហូបអីចឹងខាងឯងរងឯងจะធ្វើម្ហូបទេមែនកូនធ្វើមកហូបមិនតាន់ទេដោយសារកូនធ្វើការងារច្រើនពេកខាងឯងក៏មកចង់រលេះដល់សារជាមួយយើងម៉ែបាញ់ខ្ញុំរវល់ពិតមែនណាម៉ែខាងឯងឥឡូវខ្លាំងណាម៉ែឥឡូវខ្លាំងណាខ្ញុំបងស្រីកុំធ្វើបាបខ្ញុំសុំវល់ម៉ែជួយខ្ញុំផងយើងហ្នឹងមិនជួយនឹងឯងទេព្រោះនឹងឯងជ្រឹកពោះបងស្រីខ្ញុំសុំវល់ខ្ញុំមិនឲ្យមានលើកទី2ទៀតទេឯងណាគុំឌឺពេកកូនឆាប់វាយវា3ដៃឲ្យម៉ែភ្លាមឯងប្រអត់បាយវា5ថ្ងៃទៅចាម៉ែតែញ៉ៃទៅណាទៅអ្នកឈប់សិនហើយទៅវាយបានជាអ្នកធ្វើបាបក្មួយដល់របៀបអញ្ចឹងមែនមកពីវាធ្វើមហូបមិនដឹងរសជាតិស្អីទេហើយតមាត់បបេះអ្នកក្រៅសភអំពើហិង្សាអញ្ចឹងយើងត្រូវបដៅមួយល្អជាងការប្រាំអំពើហិង្សាដាក់មួយមែនទេអ្នកទឹកប្រើជាងប្រើដៃប្រើជើងទឹកញ៉ាំអីទីដល់មកពីវាចេះតមាត់ពេកលើក្រោយក្មេងឈប់វាយក្មួយនេះបានអត់មិញសំបព្រោះអីមកគ្នាឡៅក្មេងនៅក្មេងហើយក្មេងធ្វើបាបគ្នាចឹងអត់ដល់គ្នាហើយអ្នកមិនញ៉ៃស្រឡាញ់កូនរំអៀងចឹងខ្ញុំអត់បានស្រឡាញ់កូនរំអៀងទេមកពីវាឯងនេះបើនេះឯងមិនស្រឡាញ់កូនរំអៀងមិនប្រើមួយអត់មួយអូនេះខ្ញុំដឹងខកហើយលើក្រោយខ្ញុំជប់ធ្វើបាបកូនខ្ញុំទៀតហើយនេះហ្នឹងហើយអ្នកណាមួយប្រទេសជាតិយើងកំពុងតែជួបសង្គ្រាមផងអញ្ចឹងយើងគួរតែចេះអត់ឱនឲ្យគ្នាទៅវិញទៅមកគ្នា ចាខ្ញុំដឹងឯនេះរចនាឡើងមកអង្គុយចិត្តម៉ែមកកូនទៅក្មួយចាប់ពីថ្ងៃនេះទៅក្មួយលេងមានឡាគេធ្វើអត់ទៀតហើយប្រូអីយើងខ្ញុំនឹងមើលតែរចនាបានល្អនេះអញ្ចឹងមិនអីទៅក្មួយហើយរចនាវានៅក្មេងអញ្ចឹងទៅក្មួយ5ពើអង្សាដាក់ដាក់អូនឯងអញ្ចឹងវាអាចប៉ះពាល់ដល់សុខភាពក៏អាចបានដែរអញ្ចឹងយើងត្រូវតែថែរក្សាសុខភាពហើយចេះសាមគ្គីគ្នាកុំឲ្យមានលើកទី2ណាក្មួយហើយណាមួយកុំឲ្យប្រទេសសៀមនឹងជន់ផលិតប្រទេសយើងអញ្ចឹងត្រូវមើលថែរចនាឲ្យល្អណា